បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីតាក់ទងទៅនឹងបញ្ហាបាទបងប្អូនមួយចំនួនគាត់បានស្នើឲ្យខ្ញុំចេញវីដេអូធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងបាទជំងឺឬដងបាតបាទត្រង់ថាជំងឺឬដងបាតនេះបងប្អូនបាទខ្ញុំសូមបើកមុខចោលតិចចុះហើយបងប្អូនបាទចាំស្ដាប់ខ្ញុំនឹងប្រាប់ហើយនឹងបងប្អូននឹងឆាប់យល់បាទថ្នាំឬដងបាតណាបងប្អូនមិនមែនចេះតែយើងប្រើទៅបាទត្រូវគ្រប់តែគ្នាទេអញ្ចឹងមិនមែនតែថ្នាំវាមានច្រើនណាបាទថ្នាំវាមានច្រើនអ្នកខ្លះត្រូវថ្នាំនេះអ្នកខ្លះត្រូវថ្នាំនោះបាទអញ្ចឹងថ្នាំខ្ញុំថ្ងៃនេះខ្ញុំលើកយកមកតែ3ទេតែថ្នាំហ្នឹងត្រូវតែតមបាទបើអត់តមគឺជាបាទទី1ក៏បងប្អូនណាកត់យកបិចកត់ទៅបាទទី1គឺសម្បកនឹងគៀបក្តាមបាទទី2គឺសម្បកពងរបាទទី3គឺដើមប្រប្រក់ស្គាល់ទេបងប្អូនដើមប្រប្រក់បាទវិធីការប្រើប្រាស់គឺបងប្អូនយកទាំងថ្នាំ3មុខហ្នឹងគឺយកស្ងួតបាទយកស្ងួតទាំងអស់បាទក្នុងមួយមុខគឺយក30ក្រាមណាក្នុងមួយមុខ30ក្រាមវាស្មើនឹងមួយក្តាប់ដៃបន្តិចតួចណាបងប្អូនបាទបើយើងថ្លឹងជីងបាទជីងយើងថ្លឹងអត់ដឹងទេតើជីងអគិសនីមិនថ្លឹងដឹងណាបងប្អូនបាទអញ្ចឹងការប្រើប្រាស់គឺបងប្អូនដាក់ទឹកចំនួនបាទ2លីត្រទៅ3លីត្រណាបងប្អូនណាបាទក្នុងមួយកំសៀវហើយបងប្អូនទទួលទានបាទថ្នាំឬដងបាតនេះខ្ញុំបញ្ជាក់បន្តិចចង់ថាបើបងប្អូនកើតយូរខែយូរឆ្នាំបងប្អូនពិសាឲ្យបានច្រើនអត់មានប៉ះពាល់បាទដល់សុខភាពទេខ្ញុំធានាបាទព្រោះខ្លឹមសារនេះខ្ញុំដកស្រង់ចេញពីបាទចេញពីឯកសារច្បាស់លាស់បាទអត់មានចិត្តតែមកនិយាយព្រាវទេបងប្អូនបាទអញ្ចឹងតមទី1គឺបងប្អូនណាតមបាទតមទី1គឺតមម្ទេសប្រហុកហើយនឹងស្រាបាទ3មុខតម3មុខហ្នឹងគឺបងប្អូននឹងជាហើយណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនតន់ឥឡូវនេះខ្ញុំនឹងបាទរៀបរាប់ភាសាតិចកុំឲ្យបងប្អូនគាត់ស្ដាប់ទៅអត់តន់បាទទី1គឺសម្បកបាទសម្បកដង្កៀបក្តាមបាទ30ក្រាមស្ងួតបាទទី2សម្បកពងរ30ក្រាមស្ងួតបាទទី3គឺដើមប្រប្រក់បាទដើមប្រប្រក់ហ្នឹងយកទាំងដើមណាបងប្អូនបាទតន់បាទយកថ្នាំទាំង3នោះមុខនឹងមកបាទដាក់ទឹកបាទ2ទៅ3លីត្របងប្អូនដាំឲ្យទទួលទានទៅណាបងប្អូនបាទបញ្ជាក់ថាបងប្អូនកើតយូរខែយូរថ្ងៃបាទបងប្អូនហូបឲ្យបានច្រើនកាស៊ីវបន្តិចទៅណាបងប្អូនបាទហើយតមផងបើអត់តមគឺជាទេបាទឆ្នាំខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទវីដេអូថ្ងៃនេះបាទ